គ្រូជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាអតិថិជនរបស់ CHO Auto បងប្អូនទាំងគ្នា Toyota Prius ឆ្នាំ2010 Option 3ដែលនៅខាងមុខបងប្អូននេះខាង CHO Auto គិតជូនបងត្រឹមតែ15000ជាងទេតម្លៃនេះបងបើសិនជាលក់មួយគ្រឿងហ្នឹងទៅបាទអត់ដឹងថាថ្ងៃណាខែណាទើបខាងបងអូនបានកាត់តម្លៃធូរបាទលក់ជូនបងធូរអញ្ចឹងបានដូចមួយគ្រឿងហ្នឹងទៀតទេបងដោយសារតែម្ចាស់ដើមទី1តែម្ដងសម្រាប់រថយន្តនេះតម្លាក់ពីទូកុងតឺន័រមកគប់ផ្លាកលេខ2024មុខក្រោយចំតែម្ដងអត់មានប្រវត្តិជន់ផ្លាកលេខអីទេបងឡានបងអាចកលេចមើលវីដេអូបានសំណុំខ្លាំងមែនតែនបាទបច្ច័យខ្ចៅខ្ចងបាទនៅទាំងអស់តែម្ដងប្រវត្តិបុកប៉ះកាត់តស្ងោបដូរពណ៌អីធានាជូនបងបើសិនជាមានបុកប៉ះបាទរាប់លុយជូនបងគ្រប់ចំនួនវិញអត់ឲ្យបាត់មកកាក់ម៉ាស៊ីនទេបងធានាជូននៅលើស្បុតស្នាមទិញលក់ផ្តិតមេដៃត្រឹមត្រូវតែម្ដងបងរថយន្តដែលប្រើប្រាស់ដោយម្ចាស់ដើមតែម្នាក់គត់នៅក្នុងស្រុករបស់យើងផ្ទាល់តែម្ដងអញ្ចឹងតាក់ទងទៅនឹងបញ្ហាប្រព័ន្ធភ្លើងអគុយបាទបងអស់បារម្ភរឿងខូចទៀតហើយបងងាកខូចគឺមិនបារម្ភទេបាទហើយសម្រាប់ប្រព័ន្ធភ្លើងអគុយនឹងទៀតសោតខាង CHO Auto ធានាជូនបងមួយខែពេញតែម្ដងបើយើងក៏លេចទៅមើលការតុបតែងវិញបងបាទចង្គៀងគុជចំនួន2គ្រាប់ផ្នែកខាងមុខបានបំពាក់ហើយរួចជាស្រេចទាំង7កាងក៏បំពាក់ហើយដែរបងចំណេញខ្លាំងមែនតែនអ្វីដែលបងទាំងអស់គ្នាកាន់តែចំណេញនោះបងគឺទៅលើសម្បកកង់ទាំង4គ្រាប់តែម្ដងសម្រាប់សម្បកកង់បងអត់មានចាំបាច់ចំណាយថវិកាត្រូវបាទផ្លាស់ប្ដូរសម្បកកង់អីទៀតទេកាឡានៅក្រាស់ខ្លាំងមែនតែនរថយន្តមួយគ្រឿងនេះបងទិញយកទៅបាទអត់មានត្រូវតុបតែងអីទៀតទេខាងក្រាស់បានតុបតែងឲ្យអស់ឲ្យបងចំណេញខ្លាំងមែនតែនបងចាប់អារម្មណ៍អាចមកពិនិត្យផ្ទាល់នៅទីតាំងបានធានាជូនភិនភាគបើសិនជាខុសពីភិនភាគអីខាងការ៉ាស់បាទជូនថ្លៃសាំងបងទៅវិញតែម្ដងបើសិនជាមកដល់ឃើញរថយន្តបុកប៉ះអីបងអត់ឲ្យបងខាតជើងទេបើយើងក៏លេខមកមើល option ទាំង3នៃរថយន្ត Toyota Prius 010នេះវិញបងបំពាក់មកជាមួយនឹង speaker JBL ចំនួន8គ្រាប់ពេញមួយតួរថយន្តតែម្ដងធានាជូនបងបាសគឺបុកខ្លាំងមែនតើបងអាចមកតេស្តផ្ទាល់នៅទីតាំងបានក៏លេខមកមើល display នៅផ្នែកខាងមុខនេះវិញបងបំពាក់មកជាមួយនឹងកាមេរ៉ាខាងក្រោយហើយរួចជាស្រេចសម្រាប់បងទាំងគ្នាតែម្ដងអត់ចាំបាច់បំពាក់កាមេរ៉ាអីទៀតទេបងមួយវិញទៀតសម្រាប់អេក្រង់ display នៅផ្នែកខាងមុខនេះជាប្រភេទ smart display តែម្ដងបងអាច connect ជាមួយនឹង Bluetooth បានដើម្បីបាទ call ចេញចូលចាក់បទចម្រៀងអីបានមួយឆ្ងាញ់តែម្ដងបងទាំងគ្នាក៏លេខមកមើលភិនភាគផ្នែកខាងក្នុងវិញខាងបងបានដាក់កម្រាល VIP ជូនបងទាំងផ្នែកខាងមុខបាទផ្នែកខាងក្រោយហើយរួចជាស្រេចតែម្ដងបើយើងក៏លេខមកមើលសាច់ស្បែកពុកកៅអីបាទតកង់ក៏ដូចជាកៅអីជាប់តកង់ទាំងពីរខ្លែបនៅផ្នែកខាងមុខនេះវិញគឺជាប្រភេទស្បែកតែម្ដងបងទន់ស្រួលអង្គុយមែនតែនបងអាចមកតេស្តអង្គុយនៅទីតាំងបងផ្ទាល់បានបងផ្នែកខាងក្នុងនេះបងនៅថ្មីមែនតែនភិនភាគម្ចាស់ដើមទី1តែម្ដងទាំងផ្នែកខាងក្រោយក៏ដូចគ្នាដែរបងអាចពិនិត្យមើលបានបាទគឺថ្មីខ្លាំងមែនតែនទាំងសាច់ស្បែកបាទនៅតាមជញ្ជាំងទ្វារទាំង4ផ្ទាំងតែម្ដងបំពាក់មកជាមួយនឹង speaker JBL ចំនួន8គ្រាប់ហើយកម្រាល VIP បាទទាំងមុខទាំងក្រោយភិនភាគផ្នែកខាងក្នុងបាទតាមដំបូលឯងបងស្បែកពុកកាមញ៉ៃតែម្ដងអត់ងាយលាងជ្រះទេបងបើសិនជាភិនភាគឡានបាទប្រឡាក់ឡូនណាបាទទាំង3ខ្លែបតែម្ដងភិនភាគសាច់ស្បែកពុកកៅអីផ្នែកខាងក្រោយបងធានាជូនតែម្ដងអត់មានដាច់រហែកសម្បីតែមួយខ្លែបណាទេភិនភាគម្ចាស់ដើមទី1បងគ្រាន់កលេចមកឆ្វាច់ក៏ដឹងថាភិនភាគបាទប្រើដោយម្ចាស់ដើមទី1ដែរបងនៅថ្មីខ្លាំងមែនទែនរក្សាទម្រង់ដូចដើមតែម្ដងបងទាំងគ្នាអ្វីដែលប្អូននិយាយថាម្ចាស់ដើមទី1ប្រើប្រាស់ថែបងអាចកលេចមកមើលផ្នែកប្លុកម៉ាស៊ីនបានសាច់ដែកឃើញថានៅថ្មីមែនទែនណាបងសាច់ដែកនៅផ្នែកប្លុកម៉ាស៊ីនអត់មានស្លោកអត់មានអីទេបងម្ចាស់ដើមប្រើតិចមែនទែនសាច់ប្លុកម៉ាស៊ីនក៏ដូចគ្នាដែរបងនៅទឹកប្រាក់តែម្ដងខ្ចៅខ្ចងឲ្យបងអត់មានស្លោកបាទអត់មានជាប់អត់មានអីទេបងនៅថ្មីខ្លាំងមែនទែនសាច់ថ្នឹមបាទកាយ៉ៅលេខកូដបាទនៅតាមថ្ពាល់អីអត់មានបាត់សំបីតែមួយគ្រាប់ទេធានាជូនបងតែម្ដងអាចមកពិនិត្យផ្ទាល់នៅទីតាំងបានបងលេខកូដថ្នឹមអីធានាជូនបងអត់មានបាត់ទៅណាទេភិនភាគឡាននៅថ្មីមែនទែនបងចាប់អារម្មណ៍អាចមកពិនិត្យនៅទីតាំងបាទឲ្យបានមុនគេមកបងទាំងគ្នាផ្នែកខាងក្រៅផ្នែកខាងក្នុងបាទផ្នែកប្លុកម៉ាស៊ីនឲ្យបង្ហាញអស់ឲ្យបងអាចកលេចមកមើលផ្នែកខាងក្រោយបានសាច់ស្បែកពុកប្រភេទកាមញ៉ៃតែម្ដងផ្នែកខាងក្រោយបងអាចពិនិត្យមើលបានបាទអត់មានប្រឡាក់អត់មានស្នាមដឹក
ទំនិញអីធ្ងន់ៗអត់មានលហែកអត់មានស្លោកបាទអត់មានបាក់ពណ៌អីទៅណាទេបងនៅថ្មីខ្លាំងមែនតើសាច់ស្បែកពុកកម្មញ៉ៃផ្នែកខាងក្រោយបងបើសិនជារថយន្តដែលវឹកវើដុកទំនិញអីបាទប្រឡាក់ឡូនអីបោកអត់ជ្រះទេបងខាងប្អូនយកទៅបោកពុកមិនក៏បោកអត់ជ្រះដែរនៅប្រឡាក់ឡូននៅនឹងតែម្ដងតែជាក់ស្ដែងបងអាចពិនិត្យឃើញបងនៅថ្មីមែនតើរថយន្តមួយគ្រឿងនេះអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍មកកាន់រថយន្តមួយគ្រឿងហ្នឹងបងអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទបាទទាំង3ខ្សែដែលខាងប្អូនបានដាក់នៅលើ caption ហ្នឹងបងអាចតាក់ទងមកបានមួយវិញទៀតបើសិនជាបងបាទមានចម្ងល់អ្វីបន្ថែមបងអាចធ្វើការ inbox សាកសួរ Facebook page ផ្លូវការដែលបានបង្ហោះវីដេអូនេះបានបងខាងប្អូននឹងតបទៅកាន់ពុកម៉ែបងអ្នកគ្នាឲ្យលឿនតាមដែលអាចធ្វើទៅបានតែម្ដងហើយសម្រាប់លក្ខខណ្ឌនៃការទិញលក់នៅខាង CI Auto គឺមានច្រើនបាទមានច្រើនមែនតើសម្រាប់អតិថិជនបងចង់ទិញជាលុយសុទ្ធក៏បានបងចង់បង់រំលោះខាងប្អូនក៏មានភ្នាក់ងារសម្រាប់សិក្សាជូនបងអ្នកគ្នាតាមរយៈអនឡាញដែរបងអាចសិក្សាត្រួសបានហើយមួយវិញទៀតបាទសម្រាប់បងចង់វាយដូរស៊េរីរថយន្តបងអាចបើកមកទីតាំងប្អូនផ្ទាល់តែម្ដងដែលបានដាក់ទីតាំងបាទអាសយដ្ឋានក៏ដូចជា link Google Map នៅខាងលើ caption នឹងដូចគ្នាបងបាទអរគុណមែនតើបងសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់បាទជួបគ្នានៅក្នុងវីដេអូ review អំពីរថយន្តស្តុកក្រោយទៀត